នោះថាមែនប្រិយមិត្តទូទស្សនិកជនជាទីមេត្រីឥឡូវនេះបាទប្រពន្ធមកពីធ្វើការហត់ហើយបែរជាប្តីមកដល់ផ្ទះប្តីបោចសក់វាយយ៉ាងខូខើប្រពន្ធទ្រាំលែងបានទាញពូថៅកាប់ដេញចេញពីផ្ទះបាទក្នុងនាមខ្ញុំជាសារដល់ព័ត៌មានគឺដកស្រង់ចេញពីបាទបងប្អូនប្រជាពលរដ្ឋនិងប្តីរបស់គាត់ថតផ្ញើមកកាន់អ្នកសារដល់ព័ត៌មានយើងថាប្រពន្ធចង់សម្លាប់គាត់ហើយឥឡូវនេះយើងផ្សព្វផ្សាយទៅរឿងពិតក៏ដូចជាមិនប្រឌិតដែរបងប្អូនប្រិយមិត្តជាទីមេត្រីហើយបាទនេះហើយគេថាកំហឹងមនុស្សតាទ្រាំលែងបានគឺទាញពូថៅកាប់តែម្ដងប្តីរបស់គាត់បាននិយាយប្រាប់អ្នកសារដល់ព័ត៌មានយើងថាប្រពន្ធគាត់បានគំរាមកំហែងគាត់មួយដងជាពីរដងក៏ប៉ុន្តែគាត់ពុំដែលមាត់ម្ដងឡើយហើយប្តីបានបន្តរៀបរាប់ប្រាប់ខ្ញុំអ្នកសារដល់ព័ត៌មានថែមទៀតថាប្រពន្ធបានគំរាមកំហែងសំបីតែពេលហូបបាយក៏កាន់ពូថៅមករកសម្លាប់ដែរខ្ញុំបាទជាសារដល់ព័ត៌មានផ្សព្វផ្សាយចេញផ្ទាល់ពីប្រភពពីប្តីរបស់គាត់បានថតមកផ្ញើអ្នកសារដល់ព័ត៌មានយើងដូចនេះក្នុងនាមយើងជាអ្នកសារដល់ព័ត៌មាននេះគឺយើងផ្សព្វផ្សាយតែរឿងពិតក៏ដូចជាមិនប្រឌិតដែរបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទពីដំបូងឡើយដើមហេតុនេះបើតាមតែសម្ដីរបស់អ្នកជិតខាងបាននិយាយថាបាទប្រពន្ធមកពីធ្វើការវិញមិនទាន់នឹងចូលដល់ផ្ទះផងប្តីរបស់គាត់បានបោចសក់បាច់ច្រាស់ត្រឡប់តាប់ផ្ងាវាយផ្ទះពី3កំភ្លៀងធ្វើឲ្យប្រពន្ធខឹងទាញពូថៅដេញកាប់ដេញចេញពីផ្ទះតែម្ដងប្រិយមិត្តទូទស្សនិកជនយើងមើលរូបភាពទាំងស្រុងប្រិយមិត្តយើងប្រភពដដែលបានបន្តទៀតថាប្រពន្ធរបស់គាត់បានគំរាមម្ដងហើយម្ដងទៀតដេញកាប់គាត់ឲ្យចេញពីផ្ទះហើយគាត់មិនដែលពុំមាត់នៅឡើយនោះទេតែសូមបញ្ជាក់ថាព័ត៌មាននេះគឺបាញ់ចេញពីប្តីរបស់គាត់ផ្ទាល់និងពាក្យសម្ដីពីប្តីរបស់គាត់ផ្ទាល់តែម្ដងបើតាមអ្នកជិតខាងនិយាយប្រាប់អ្នកសារដល់ព័ត៌មានយើងថាគ្រួសារមួយគូនេះគឺកើតមកពីភ្លើងប្រច័ណ្ឌខ្ញុំបាទជាសារដល់ព័ត៌មានផ្សព្វផ្សាយតែរឿងពិតក៏ដូចជាមិនប្រឌិតដែរបងប្អូនមើលរូបភាពទាំងស្រុងទៅតាមពិតនេះមិនដឹងខាងណាប្រច័ណ្ឌខាងណាទេប្រិយមិត្តទូទស្សនិកជនយើងជាចុងក្រោយនេះខ្ញុំបាទសូមជម្រាបលាសម្ដេចទ្រង់ឯកឧត្តមតែត្រឹមនេះបើមានពាក្យពេចន៍កន្លែងណាមិនសមរម្យសូមអខន្តីអភ័យទោសដល់រូបខ្ញុំបាទផងផ្សព្វផ្សាយព័ត៌មានពិតរឿងពិតមិនប្រឌិតឡើយសូមអរគុណ